ជាបន្តទៅទៀតនេះសូមជូនមេតិការព័ត៌មានសំខាន់រយៈពេល33ឆ្នាំកន្លងមកនេះផ្ទៃដីទំហំ3541គីឡូម៉ែត្រការ៉េដែលមានយុទ្ធភ័ណ្ឌគ្រឿងផ្ទុះត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កើនផលរដ្ឋមន្ត្រីក្រសួងអប់រំបិទការប្រកួតកីឡាតៃក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ2025សម្ដេចធិបតីជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់ក្រសួងឧស្សាហកម្មបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026ដែលផ្ដោតលើការពង្រឹងភាពប្រកួតប្រជែងលើសពីតម្លៃផលិតកម្មទាបជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានពិស្ដារយៈពេល33ឆ្នាំកន្លងមកនេះកាត់ចាប់ពីឆ្នាំ1992ដល់ឆ្នាំ2025ផ្ទៃដីទំហំ3541គីឡូម៉ែត្រការ៉េត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កើនផលក្នុងនោះវិស័យកសិកម្ម 78% ហេដ្ឋារចនាសម្ព័ន្ធមាន 5% និងផ្សេងមាន 17% ដែលរួមមានការសាងសង់លំនៅឋានភូមិករសាលារៀនមណ្ឌលសុខភាពជាដើមនេះបើតាមសារលិខិតរបស់សម្ដេចធិបតីហ៊ុនម៉ាណែតក្នុងឱកាសប្រារព្ធខួបលើកទី27នៃទិវាជាតិយល់ដឹងអំពីមីន24កុម្ភៈ2026តាមសំណេរក្នុងសារលិខិតប្រារព្ធខួបលើកទី27នៃទិវាជាតិយល់ដឹងអំពីមីន24កុម្ភៈ2026ដែលបង្ហោះតាមបណ្ដាញសង្គមនៅថ្ងៃនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថាមីនប្រឆាំងមនុស្សចំនួន 1,271,133 គ្រាប់មីនប្រឆាំងរថក្រោះចំនួន 26,700 គ្រាប់និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមចំនួន 3,244,178 គ្រាប់ត្រូវបានរកឃើញនិងបំផ្លាញចោលចំនួនជនរងគ្រោះបានថយចុះពី 4,320 នាក់ក្នុងឆ្នាំ1996មកត្រឹម39នាក់ក្នុងឆ្នាំ2025ទន្ទឹមនឹងនេះសមិទ្ធផលទាំងនេះក៏បានក្លាយទៅជាប្រទេសឈានមុខគេនិងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពមីនសកលក្នុងនោះផងដែរក្នុងឆ្នាំ2024កម្ពុជាបានធ្វើជាប្រធាននិងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី5នៃអនុសញ្ញាអូតាវ៉ាឬកិច្ចប្រជុំកំពូលសៀមរាបអង្គរស្ដីពីពិភពលោកមួយដែលគ្មានមីនដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាពកម្ពុជាបានបន្តចូលរួមយ៉ាងសកម្មក្នុងបព្វហេតុរក្សាសន្តិភាពនិងសកម្មភាពបោសសម្អាតមីនទូទាំងសកលលោកក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិកាត់ពីឆ្នាំ2006មកកម្ពុជាបានខិតខំចែករំលែកនិងបញ្ជូនកងទ័ពរក្សាសន្តិភាពចំនួន 1447 នាក់ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិដើម្បីរក្សាសន្តិភាពពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់និងបំពេញការងារមនុស្សធម៌ផ្សេងៗរួមទាំងការងារបោសសម្អាតមីនចូលរួមចំណែកសម្រាលទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗដែលរងផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមដូចជាប្រទេសលីបង់ស៊ូដង់ខាងត្បូងម៉ាលីអាហ្វ្រិកកណ្ដាលឆាកស៊ូដង់យេម៉ែនសេរីនិងកុងហ្គោលជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានឆ្លៀតយកឱកាសនេះសម្ដែងនៅអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុតជូនចំពោះប្រទេសម្ចាស់ជំនួយដៃគូអភិវឌ្ឍប្រតិបត្តិការជាតិនិងអន្តរជាតិសប្បុរសជនជាពិសេសកងកម្លាំងដោះមីនដែលបានខិតខំចូលរួមបោសសម្អាតមីនលក្ខណៈមនុស្សធម៌នេះដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានចាត់ទុកសកម្មភាពបោសសម្អាតមីនជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមផ្ដល់សុខសុវត្ថិភាពការជំរុញការអភិវឌ្ឍការកាត់បន្ថយភាពក្រីក្រនិងនាំមកនូវការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនៅកម្ពុជាជាអកុសលនៅឆ្នាំ2025កន្លងទៅកម្ពុជាបានទទួលរងគ្រោះធ្ងន់ធ្ងរពីជម្លោះព្រំដែនកម្ពុជាថៃដោយយោធាថៃបានរំលោភបំពានមកលើដែនអធិបតេយ្យជាតិរបស់កម្ពុជានិងបានប្រើប្រាស់គ្រាប់បែកចង្កោមគ្រាប់ផ្លោងគ្រាប់ទម្លាក់និងគ្រាប់ផ្សេងទៀតដែលបានបំផ្លិចបំផ្លាញលំនៅឋានទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដូចជាមណ្ឌលសុខភាពសាលារៀនវត្តអារាមប្រាសាទបុរាណនិងបានបង្ខំឲ្យប្រជាជនរាប់ម៉ឺនគ្រួសារត្រូវជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពគ្រាប់ទាំងនោះមានចំនួនមិនទាន់ផ្ទុះ
ស្ថិតនៅរាយប៉ាយជាច្រើនទីតាំងដែលអាចបណ្ដាលឲ្យផ្ទុះនិងបង្កគ្រោះថ្នាក់គ្រប់ពេលវេលាជាក់ស្ដែងកន្លងមកមានករណីប្រជាពលរដ្ឋស៊ីវិលបានទទួលរងគ្រោះស្លាប់និងរបួសដោយសារគ្រាប់បែកចង្កោមដែលនៅសេសសល់ទាំងនោះផ្ទៃដីរងផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើនគីឡូម៉ែត្រការ៉េទៀតដែលត្រូវបានមិនទាន់បោះសម្អាតរួចនិងផ្ទៃដីដែលសង្ស័យមានមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់មិនទាន់ផ្ទុះបន្សល់ពីចំនួនព្រំដែនកម្ពុជាថៃដែលត្រូវស្រាវជ្រាវបន្តធ្វើឲ្យការគម្រាមកំហែងនៅមានទំហំធំធេងដែលទាមទារឲ្យរាជរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀតដើម្បីសម្រេចបានគោលដៅឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជាបដិញ្ញាក្នុងការបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលអនុវត្តឲ្យបានត្រឹមត្រូវតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ2050គោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ2016-2030និងគោលដៅនយោបាយជាតិស្តីពីសកម្មភាពមីនឆ្នាំ2026-2035ដែលនឹងត្រូវអនុម័តនាពេលខាងមុខដល់ឡែកសម្រាប់ព័ត៌មានជាបន្តការប្រកួតកីឡាតៃក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ2025ដែលធ្វើឡើងក្នុងគោលដៅវាស់ស្តង់សមត្ថភាពដើម្បីបន្តពង្រឹងការហ្វឹកហាត់ជាប្រចាំឆ្ពោះទៅរកការប្រកួតកីឡាអាស៊ីហ្គេមលើកទី20នៅប្រទេសជប៉ុនកីឡាស៊ីហ្គេមលើកទី34នៅប្រទេសម៉ាឡេស៊ីនិងកីឡាសកលវិទ្យាល័យអាស៊ានរួមទាំងកីឡាយុវជនអាស៊ីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខបានបិទបញ្ចប់កាលពីរសៀលថ្ងៃទី22ខែកុម្ភៈឆ្នាំ2026ក្រុមវត្តមានឯកឧត្តមបណ្ឌិតសភាចារហងជួននរុនអបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានខេមរៈសហព័ន្ធកីឡាតៃក្វាន់ដូការប្រកួតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី21ដល់ថ្ងៃទី22ខែកុម្ភៈឆ្នាំ2026នៅសាលហ្វឹកហាត់តៃក្វាន់ដូប៊ូយ៉ុងខ្មែរនៃពហុកីឡាដ្ឋានជាតិអូឡ িম্প ិកដែលមានការចូលរួមប្រកួតពីកីឡាករនិងកីឡាការិនីមកពីក្លឹបសរុបចំនួន34ក្លឹបស្មើនឹង214នាក់គ្រូបង្វឹក52នាក់កីឡាករ69នាក់និងកីឡាការិនី66នាក់ក្នុងនោះមានក្លឹបនៅរាជធានីភ្នំពេញចំនួន34ក្លឹបក្លឹបក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិនិងក្រសួងការពារជាតិខេត្តកណ្ដាល2ក្លឹបខេត្តបាត់ដំបង7ក្លឹបខេត្តបន្ទាយមានជ័យ1ក្លឹបដោយធ្វើការប្រកួតលើ21វិញ្ញាសាក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីបានចូលរួមអបអរសាទរកីឡាករកីឡាការិនីជ័យលាភីទាំងអស់ដែលទទួលបានជោគជ័យក្នុងការប្រកួតនេះនិងបានលើកទឹកចិត្តដល់កីឡាករដែលមិនទាន់បានជោគជ័យសូមបន្តយកចិត្តទុកដាក់ហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀតដោយការប្រកួតតែងតែមានឈ្នះចាញ់អ្វីដែលសំខាន់គឺបទពិសោធន៍ដែលទទួលបានពីការប្រកួតការពង្រឹងចំណងមិត្តភាពសុខភាពវិន័យនិងការបដិញ្ញាចិត្តតស៊ូជំនះបំបែកកំណត់ត្រាខ្លួនឯងដោយឆ្នាំនេះឃើញមានកីឡាករកីឡាការិនីថ្មីជាច្រើនបានចូលរួមប្រកួតបង្ហាញសមត្ថភាពបច្ចេកទេសនិងទេពកោសល្យរៀងៗខ្លួនគួរជាទីមោទនៈតាំងនាមក្រសួងអប់រំយុវជននិងកីឡានិងក្នុងនាមជាប្រធានខេមរៈសហព័ន្ធកីឡាតៃក្វាន់ដូឯកឧត្តមបណ្ឌិតសភាចារហងជួននរុនបានថ្លែងអំណរគុណដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធតៃក្វាន់ដូនិងគ្រប់ភាគីទាំងអស់ដែលបានចូលរួមចំណែករៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើងជារៀងរាល់ឆ្នាំដោយបានជំរុញនិងលើកទឹកចិត្តឲ្យកីឡាករកីឡាការិនីបន្តពង្រឹងសមត្ថភាពជាប់ជាប្រចាំនិងបានបញ្ជាក់ថាក្រសួងបានអនុវត្តមុខវិជ្ជាអប់រំកាយនិងកីឡាក្នុងម៉ោងសិក្សានិងក្រៅម៉ោងសិក្សានៅតាមគ្រឹះស្ថានសិក្សាព្រមទាំងចេញសេចក្តីណែនាំស្តីពីគោលការណ៍រៀបចំការប្រកួតកីឡាសិស្សថ្នាក់ជាតិដើម្បីបណ្ដុះស្មារតីកុមារនិងយុវជនឲ្យស្រឡាញ់កីឡាស្របតាមពាក្យស្លោកយុវជនម្នាក់ត្រូវចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិតព្រោះកីឡាមិនត្រឹមតែផ្ដល់នូវសុខភាពល្អនោះទេថែមទាំងជួយអប់រំអត្តចរិតគំនិតបំណិននិងស្មារតីតស៊ូអំណត់អត់ធន់ពង្រឹងភាពក្លាហានដល់យុវជនតាំងពីក្មេងជាពិសេសជំរុញនៅមេនសការស្នេហាជាតិផងដែរសម្រាប់ព័ត៌មានជាបន្តឆ្លៀតក្នុងឱកាសប្រារព្ធខួបលើកទី27នៃទិវាជាតិ
យល់ដឹងអំពីមីន24កុម្ភៈនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រតិបត្តិការជាតិនិងអន្តរជាតិត្រូវចូលរួមឲ្យបានខ្លាំងក្លាថែមទៀតក្នុងការផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោមដល់ប្រជាពលរដ្ឋសិស្សានុសិស្សកុមារាកុមារីនិងយុវជនយុវនារីនៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមរយៈសំណេរក្នុងសារលិខិតប្រារព្ធខួបលើកទី27នៃទិវាជាតិយល់ដឹងអំពីមីន24កុម្ភៈឆ្នាំ2026ដែលបង្ហោះតាមបណ្ដាញសង្គមនៅថ្ងៃនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ក្នុងការផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនតាមរយៈសកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍សាលារៀននិងវត្តអារាមនិងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡានិងការផ្សព្វផ្សាយឲ្យបានទូលំទូលាយជាអាចតាមវិទ្យុទូរទស្សន៍បណ្ដាញសង្គមផ្ទាំងប៉ាណូនិងខិត្តប័ណ្ណនានាជាមួយគ្នានេះអាជ្ញាធរមីនត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីប្រតិបត្តិការជាតិនិងអន្តរជាតិប្រទេសម្ចាស់ជំនួយដៃគូអភិវឌ្ឍវិស័យឯកជននិងសប្បុរសជនដើម្បីបង្ការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិងផ្ដល់ដីសុវត្ថិភាពសម្រាប់ធ្វើស្រែចម្ការកសាងលំនៅឋានសាលារៀនមន្ទីរពេទ្យអគាររដ្ឋបាលស្ពានថ្នល់និងជាពិសេសរួមចំណែកដល់ការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីចំនួនព្រំដែនកម្ពុជាថៃតាមរយៈការស្រាវជ្រាវនិងបោះសម្អាតមីននិងសំណល់ជាផ្ទុះពីសង្គ្រាមការអប់រំអំពីគ្រោះថ្នាក់និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារយុទ្ធភ័ណ្ឌគ្រឿងផ្ទុះទាំងនោះសម្ដេចធិបតីក៏បានលើកទឹកចិត្តប្រទេសម្ចាស់ជំនួយដៃគូអភិវឌ្ឍវិស័យឯកជនសប្បុរសជននិងភាគីពាក់ព័ន្ធសូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចគោលដៅឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារសង្គ្រាមដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងសំណេរនោះសម្ដេចធិបតីក៏បានអំពាវនាវផងដែរចំពោះបងប្អូនជនរួមជាតិទាំងអស់មេត្តាចូលរួមអនុវត្តដូចខាងក្រោមក្នុងករណីបើបងប្អូនកូនក្មួយឃើញមីនឬសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោមសូមគុំទៅចិត្តគុំប៉ះពាល់គុំដំគុំដុននិងគុំគប់លេងព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ធ្លាក់ខ្លួនពិការនិងបាត់បង់អាយុជីវិតហើយត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានឬប្រតិបត្តិការបោះសម្អាតមីនដែលនៅជិតបំផុតហាមដឹកជញ្ជូនរក្សាទិញលក់កែច្នៃមីនឬសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោមដែលជាអំពើខុសច្បាប់កុំប្រើប្រាស់ដីនិងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាស់ឬសង្ស័យថាមានមីនគ្រាប់បែកចង្កោមនិងសំណល់ជាតិផ្ទុះពីសង្គ្រាមឆ្លៀតក្នុងឱកាសនៃការប្រារព្ធខួបលើកទី27នៃទិវាជាតិយល់ដឹងអំពីមីន24កុម្ភៈ2026នេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីសូមថ្វាយនិងប្រគេនពរសម្ដេចព្រះសង្ឃរាជទាំងពីរគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមប្រសិទ្ធពរជ័យជូនសម្ដេចឯកឧត្តមលោកជំទាវប្រធាចារ្យលោកតាលោកយាយនិងជូនពរបងប្អូនកូនក្មួយជនរួមជាតិទាំងអស់នៅទូទាំងប្រទេសសូមសំប្រកបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយដល់ឡែកសម្រាប់ព័ត៌មានជាចុងក្រោយនេះក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026ដោយកំណត់អាទិភាពពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាលើសពីមូលដ្ឋានផលិតកម្មតម្លៃទាបនិងពង្រឹងសមត្ថភាពស្ថាប័នថ្លែងក្នុងពិធីបើកសន្និបាតឯកឧត្តមហែមវ៉ាន់ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានលើកឡើងថាកម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍជាមួយនឹងគោលដៅចាក់ចែងពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ2029និងចក្ខុវិស័យឆ្នាំ2025ក្លាយជាប្រទេសមានចំនួនខ្ពស់កម្ពុជាត្រូវមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំអភិបាលកិច្ចរឹងប៉ឹងនិងប្រព័ន្ធនានារបស់ជាតិដែលខ្លាំងក្លាឯកឧត្តមហែមវ៉ាន់ឌីបានលើកឡើងថាវាជាបេសកកម្មដែលតម្រូវឲ្យកម្ពុជាមិនមែនត្រឹមតែផលិតបានទំនិញច្រើនប៉ុណ្ណោះទេប៉ុន្តែជាទំនិញប្រកបដោយតម្លៃបន្ថែមមានកម្លាំងពលកម្មដែលប្រកបដោយជំនាញគុណភាពដែលមានការបញ្ជាក់ត្រឹមត្រូវសេវាកម្មដែលជឿជាក់បានអនុលោមភាពដែលអន្តរជាតិទទួលស្គាល់និងនវានុវត្តន៍ដែលដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងវិស័យឧស្សាហកម្មនៅតែជាវិស័យនាំមុខក្នុងការរុញកំណើនសេដ្ឋកិច្ចកម្ពុជារាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យនេះជាឧបករណ៍យុទ្ធសាស្ត្រមួយដើម្បីឈានទៅសម្រេចនៅចក្ខុវិស័យនានាដោយបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1និងជាកម្លាំងចលករ
មួយជំរុញកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍសង្គមរួមចំណែកសម្រាប់ចក្ខុវិស័យឆ្នាំ2050ឯកឧត្តមហេមវណ្ឌីបានបន្ថែមថាយើងទាំងអស់គ្នាកំពុងស្ថិតក្នុងសម័យកាលដែលព្រៀបប្រកួតប្រជែងខាងសេដ្ឋកិច្ចលែងត្រូវបានកំណត់ដោយកត្តាថ្លៃដើមទាបតែមួយមុខហើយប៉ុន្តែគុណភាពស្តង់ដារអនុលោមភាពផលិតភាពនវានុវត្តន៍សុវត្ថិភាពនិរន្តរភាពនិងសមត្ថភាពឈានទៅចាប់យកតម្លៃបន្ថែមក្នុងខ្សែច្រវាក់តម្លៃទើបជាកត្តាកំណត់សន្និបាតរយៈពេល1ថ្ងៃកន្លះនេះដឹងនឹងផ្ដល់ជាវេទិកាឆ្លោះកញ្ចក់និងផ្ដោតការពិភាក្សាសំខាន់ដោយមើលពីក្នុងសម្លឹងទៅក្រៅនិងធ្វើការផ្លាស់ប្ដូរមតិយោបល់ចែករំលែកបទពិសោធន៍រួមគ្នាវាតម្លៃចំណុចខ្លាំងនិងខ្សោយនិងដាក់ទិសដៅសម្រាប់អនុវត្តមុខងារនិងភារកិច្ចរបស់ខ្លួននៅឆ្នាំ2026ឲ្យសម្រេចបានជោគជ័យកិច្ចពិភាក្សានៃអង្គសន្និបាតផ្ដោតលើការដោះស្រាយរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្មការពង្រឹងវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ការគាំទ្រដល់ការធ្វើឧស្សាហូបនីយកម្មការអភិវឌ្ឍអាជីវកម្មនិងផលិតភាពការជំរុញការអភិវឌ្ឍវិស័យទឹកស្អាតព្រមទាំងការពង្រឹងសមត្ថភាពស្ថាប័ននិងកិច្ចសហប្រតិបត្តិការជាមួយដៃគូ